នៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីនឹងឯងនិយាយទៅអត់ប្រយោជន៍មានតែអ្នកដតីឮទៅកើតទុក្ខអ្នកដតីឮទៅមិនសប្បាយមិនបាច់និយាយទេពាក្យដែលយើងនិយាយឲ្យគេបានប្រយោជន៍មានច្រើនណាស់នឹងឯងនិយាយទៅគឺថាឲ្យគេបានសុខបានប្រយោជន៍សមនឹងបំណងដែលថាយើងចង់ឲ្យគេបានល្អគឺយើងនិយាយទៅវាសំខាន់ត្រង់ដែលគេស្ដាប់ទៅទៀតណាតែនិយាយទៅគេមិនចង់ស្ដាប់គេមិនចង់ឮនោះស្រេចបាត់ហើយនិយាយអីកើតទៀតបើគេអត់ស្ដាប់គឺណាហើយយើងគិតថានិយាយឲ្យគេបានប្រយោជន៍យ៉ាងម៉េចដល់ទៅគេខឹងគេចាប់តែអាកន្លែងខុសយើងទៅវិញទៅទៀតដូច្នេះសំខាន់ដំបូងត្រូវឲ្យគេចូលចិត្តស្ដាប់ដល់តែគេស្ដាប់បានគេអាចដឹងសេចក្តីដឹងអ្វីដែលសារស័ព្ទទៅនឹងល្អទៅមានប្រយោជន៍នឹងឯងចឹងគឺដើម្បីឲ្យគេចូលចិត្តស្ដាប់តើតែថាមានអំណោយទានក៏ទានទៅពាក្យសម្ដីពីរោះទៅយើងនិយាយទៅដើម្បីគេចូលចិត្តស្ដាប់អញ្ចឹងគឺថាត្រូវធ្វើធម្មទានបានប្រយោជន៍ត្រង់ដែលគេចូលចិត្តស្ដាប់នឹងឯងហើយតែគេស្រឡាញ់គេចូលចិត្តគេតាំងចិត្តស្ដាប់ថែមទៀតអានឹងធម្មទានមានប្រសិទ្ធភាពសំខាន់ណាស់យើងចង់ណែនាំបងប្អូនកូនចៅញាតិមិត្តអីត្រូវធ្វើខ្លួនឲ្យជាទីស្រឡាញ់យើងកុំរបៀបយកទឹកក្តៅទៅស្រោចបន្លែនឹងបដៅកូនចៅបានតែពេលខឹងនឹងឯងឬក៏រហូតដល់ទៅថាពាក្យសម្ដីដល់កូនចៅអីហ្នឹងវាក្រាន់ទេអ្នកដតីអីហ្នឹងតែប៉ះពាល់មួយម៉ាត់មួយកហើយគេស្អប់យើងហើយអញ្ចឹងយើងនិយាយយ៉ាងម៉េចក៏គេមិនចង់ឮគេមិនចង់ស្ដាប់អាហ្នឹងត្រឹមតែគេមិនចង់ស្ដាប់គេគ្រាន់បើទេគេបន្ទុះគេតបមកវិញម៉ាំងទៅម៉ាំងមកអាហ្នឹងវាដុតរោលភ្លើងក្តៅកាហាយរវល់តែនឹករោពាកតបហ្នឹងមានបានទីក្តីស្ងប់ទេមកដល់ចាស់ជារាស្លាប់ទៅអត់បានសន្សំអ្វីដែលជាសេចក្តីល្អជាទីពឹងឡើយអាហ្នឹងវាមានអញ្ចឹងទេថាគេថាវិញហើយនឹងឯងហើយមើលយើងថាបំណងថាឲ្យគេល្អហើយមានឯណាមើលមានតែការមួម៉ៅដៅក៏ហើយខំក្រោតត្រឡប់តបមកអញ្ចឹងគឺថាពាក្យល្អពាក្យមានប្រយោជន៍ចាពុភៈភាណីសម្ដីផ្កាមានតែក្លិនក្អូបដោយការចាំធូរនេះល្អណាស់និយាយទៅគឺថាក្អូបចេញពីមាត់ទៅហ្នឹងឯងហើយយើងខំដុសធ្មេញមួយថ្ងៃប្រហែលដងហ្នឹងឯងបៀមថ្នាំបៀមវីតាមីន C ទៀតប៉ុន្តែនិយាយពាក្យសិតតែដូចចាក់នឹងលំពេងដូចកាប់នឹងពូថៅដូចលីងគ្រោះជះដាក់គេដូចថ្នាំពឹសលេជាមួយទឹកអីអញ្ចឹងឲ្យគេបរិភោគគេផឹកស្លាប់ណាស្លាប់ណីពាក្យសម្ដីខ្លាំងណាស់ចឹងខ្យល់មាត់คล้ายទៅជាខ្យល់ព្យុះក្នុងចិត្តអ្នកដតីខ្យល់កត្រាក់ណាបាក់ណាបាក់ណីអានឹងខ្យល់មាត់ចឹងបានថាពុទ្ធបរិស័ទយើងមិនអាចទៅបិទមាត់អ្នកដតីបានមែនប៉ុន្តែយើងប្រតិបត្តិធ្វើជាសំណាញ់ប៉ះនឹងអាកាសប៉ះនឹងខ្យល់មែនប៉ុន្តែអត់ជាប់ខ្យល់អញ្ចឹងពាក្យសម្ដីគឺថាឲ្យវាផុតទៅចោលទៅវាគ្រាន់តែអាស្រ័យចិត្តនាំឲ្យនិយាយទៅជួនកាលអ្នកនិយាយនឹងនិយាយរួចទៅភ្លេចបាត់ហើយឬគ្មានអីធំដុំទេគ្រាន់តែចង់លើកខ្លួនឯងអីខ្លះច្ដីថាឲ្យគេខ្លាយទៅប៉ុណ្ណឹងរួចទៅគាត់ភ្លេចគាត់ចោលបាត់ហើយយើងកុំចាប់យកមកទុកក្នុងចិត្តអញ្ចឹងទៅវាអត់មានបញ្ហាអីទេបើយើងចេះតែចាប់ខាំងទុកយូរទៅវាលាយកកល្អក់វាទៅជាស្អុយក្នុងចិត្តតែខ្លួនឯងហ្នឹងចោលទៅប្រតិបត្តិអប់រំចិត្តដូចជាសំណាញ់កុំឲ្យវាជាប់ខ្យល់អាកាសហ្នឹងគឺថាយើងដឹងខ្លួនឯងក្នុងការប្រព្រឹត្តអ្វីៗហ្នឹងឲ្យបានល្អចឹងទៅទាំង